លោកឧត្តមសេនីយ៍តូឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលបានឲ្យដឹងថាសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅយប់ថ្ងៃទី8ខែមេសាឆ្នាំ2025បានឃាត់ខ្លួនបរិសម្នាក់ឈ្មោះថាសែមវិចទ័រអាយុ38ឆ្នាំពីបទប៉ុនប៉ងមនុស្សឃាតបើករថយន្តដេញបំបុកជនរងគ្រោះនៅចំណុចភូមិព្រែកសំរោង2សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលកាលពីវេលាម៉ោង 21:50 នាទីយប់ថ្ងៃទី8ខែមេសាឆ្នាំ2025បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានវាស់ជាតិអកុលរកឃើញថាឈ្មោះសែមវិចទ័របានផឹកគ្រឿងស្រវឹងលើសច្បាប់កំណត់តាមចម្លើយសារភាពរបស់សែមវិចទ័របានឲ្យដឹងថានៅមុនពេលកើតហេតុខ្លួនបានបើកបររថយន្តពីស្តុបស្ពានព្រែកហូពោះទៅទិសខាងកើតពេលមកដល់ជិតស្តុបកាកបាទក្រហមខេត្តកណ្ដាលមានម៉ូតូមួយគ្រឿងជិះគ្នា2នាក់បានគោះឡានខ្លួនខឹងក៏បើករថយន្តដេញបំបុកតែម្ដងបច្ចុប្បន្នជនរងគ្រោះកំពុងសម្រាប់ព្យាបាលរបួសនៅមន្ទីរពេទ្យដោយឡែកជនបង្កត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់លោកឧត្តមសេនីយ៍តូឈឿនសុចិត្តបានបញ្ជាក់បន្ថែមថាករណីនេះមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេប៉ុន្តែជាករណីប៉ុនប៉ងមនុស្សឃាតដោយចេតនាដែលមិនអាចអត់ឱនឲ្យបានតម្លៃ$99រៀនមួយខែព្រីជួលមួយខែសាលាបំផុស Plan A Education យើងខ្ញុំចាប់បើកហើយបង្រៀនគួរលើមុខវិជ្ជាជាច្រើនដូចជាគណិតវិទ្យារូបគីមីនិងជីវវិទ្យាចាប់ពីថ្នាក់ទី5ដល់ថ្នាក់ទី12ហើយមានតម្លៃពិសេសសមរម្យត្រឹមតែ$99ក្នុងមួយខែរៀនមួយខែព្រីជួលមួយខែសូមទំនាក់ទំនងលេខទូរស័ព្ទ093 60 26សូមអរគុណសាលាបំផុស Plan A ដំណើរឆ្ពោះទៅកាន់នីតិ A